នេះគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលបងប្អូនយើងកំពុងតែតន្ទឹងរង់ចាំថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកនៅក្នុងពានរង្វាន់ UEFA Nations League អ្វីដែលសំខាន់នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្រុមទាំងពីរធ្វើបានល្អដូចគ្នាទាំងក្រុមបាល់ទាត់ជម្រើសជាតិគោជលអេស្ប៉ាញបានផ្ដួលមន់គុកបារាំងក្នុងលទ្ធផល4-5ខណៈដែលក្រុមបាល់ទាត់បញ្ចកាលប៉ូទុយហ្គាល់គឺបានផ្ដួលក្រុមបាល់ទាត់ជម្រើសជាតិមកចាប់ផ្ទះអ៊ីនទ្រីដៃអាល្លឺម៉ង់ឲ្យបរាជ័យនៅក្នុងលទ្ធផល2-1ពួកគេបានឡើងមកជួបគ្នានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ក៏ប៉ុន្តែប្រវត្តិនៃការជួបគ្នារបស់ក្រុមទាំងពីរនេះពេលកន្លងទៅគឺជួបគ្នាច្រើនលើកមែនទែនច្រើនសារមែនទែនប៉ុន្តែភាគច្រើនគឺអេស្ប៉ាញឈ្នះហើយនឹងស្មើក្រៅពីនេះគឺប៉ូទុយហ្គាល់មានភាគរយតិចណាស់ក្នុងការឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិគោជលអេស្ប៉ាញប្រមាណជា5ប្រកួតចុងក្រោយតាំងពីឆ្នាំ2018មកទល់ពេលបច្ចុប្បន្ននេះគឺអេស្ប៉ាញមិនដែលចាញ់ក្រុមបាល់ទាត់ជម្រើសជាតិបញ្ចកាលប៉ូទុយហ្គាល់ទេប៉ូលគឺស្មើដល់ទៅ4លើកនិងឈ្នះ1លើកខណៈដែលប៉ូទុយហ្គាល់គឺចាញ់ម្ដងដូចគ្នាអញ្ចឹងន័យថា5ប្រកួតចុងក្រោយទាំងអេស្ប៉ាញមិនដែលចាញ់ប៉ូទុយហ្គាល់ក៏មិនដែលឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិគោជលអេស្ប៉ាញនេះគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលបងប្អូនយើងកំពុងតែគិតថាអេស្ប៉ាញគឺតំណាងឲ្យអេស្ប៉ាញដោយកីឡាករឡាមីនយ៉ាម៉ាល់វ័យ17ឆ្នាំសញ្ជាតិអេស្ប៉ាញខណៈដែលប៉ូទុយហ្គាល់បាទគឺតំណាងដោយយុវចាស់វ័យ40ឆ្នាំគ្រីស្ទីយ៉ាណូរ៉ូណាល់ដូដែលជាដៃគូប្រកួតប្រជែងដ៏តានតឹងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាមួយនឹងលៀនណេមេស៊ីខណៈដែលមេស៊ីក៏ធ្លាប់បីឡាមីនយ៉ាម៉ាល់យុវជនវ័យក្មេងជំនាន់ក្រោយរបស់បាល់សេឡូណាកាលពីប្រហែលឆ្នាំមុនឥឡូវនេះមកជួបគ្នានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ហើយនៅប្រហែលខែក្រោយទៀតក៏មានការប្រកួតដូចគ្នាដែររវាងក្រុមបាល់ទាត់ជម្រើសជាតិបាទអេស្ប៉ាញជាមួយនឹងអាហ្សង់ទីនដូចគ្នាអញ្ចឹងយុគនេះបងប្អូនទោះជាមើលតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯកក៏ប៉ុន្តែខ្ញុំគិតថាយុគនេះភាគរយគឺអេស្ប៉ាញហាក់ដូចជាមានភាគរយច្រើនបន្តិចក៏ប៉ុន្តែបើសិនជាគ្រីស្ទីយ៉ាណូរ៉ូណាល់ដូអាចបង្ហាញទម្រង់លេងបានល្អដូចក្នុងការប្រកួតជាមួយនឹងក្រុមបាល់ទាត់អ៊ីនទ្រីដៃអាល្លឺម៉ង់ខ្ញុំជឿជាក់ថាប៉ូទុយហ្គាល់ក៏មានភាគរយខ្ពស់ក្នុងការឈ្នះពានដូចគ្នារ៉ូណាល់ដូក្នុងការប្រកួតចុងក្រោយជាមួយនឹងអាល្លឺម៉ង់ប្រហែលថ្ងៃមុននេះគឺរ៉ូណាល់ដូបានបង្ហាញពីគុណភាពនៃការលេងបានល្អស្ទើរតែមិនខូចបាល់ហើយការបត់បែននិងការចលនាទទួលបាល់ចែកបាល់ចេញបាល់គឺរ៉ូណាល់ដូគឺ perfect បាទ rating គឺ10 លើ 10ការប្រកួតជាមួយអាល្លឺម៉ង់ប្រសិនបើរ៉ូណាល់ដូអាចរក្សាទម្រង់លេងបែបនេះបានបន្តទៀតខ្ញុំជឿជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិបញ្ចកាលប៉ូទុយហ្គាល់អាចនឹងឈ្នះនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នេះអ្វីដែលសំខាន់យើងក៏មិនអាចមើលស្រាលក្រុមបាល់ទាត់ជម្រើសជាតិគោជលអេស្ប៉ាញដែរដោយឡាមីនយ៉ាម៉ាល់ក៏ជាយុវជនវ័យក្មេងជំនាន់ក្រោយដែលមានទេពកោសល្យដ៏អស្ចារ្យដែលបង្ហាញគុណភាពនៃការលេងបានយ៉ាងល្អក៏ប៉ុន្តែក៏មានបងប្អូនយើងទូទាច្រើនទៅកាន់អេស្ប៉ាញក៏មានបងប្អូនខ្លះទូទាទៅកាន់ប៉ូទុយហ្គាល់អ្វីដែលសំខាន់គឺការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់90នាទីបើសិនជាស្មើនឹងមានការថែមម៉ោងហើយបើស្មើថែមម៉ោងទៀតនឹងទាត់បាល់2នាទីតែម្ដងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះបងប្អូនអាចខមមិននៅក្រោមវីដេអូនេះចាំមើលតើក្រុមណានឹងឆ្លៃខ្លាយជាម្ចាស់ពាន UEFA Nations League នៅឆ្នាំ2025នេះអរគុណទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយផងដែរបាទសូមអរគុណនិងសូមគោរពលា